អត្ថបទទី16ប្រឹងប្រែងនៅក្នុងដំណើរជីវិតរបស់មនុស្សម្នាក់ៗមិនខុសអំពីការប្រឹងប្រែងរស់រាននៃដើមឈើមួយដើមនោះទេដើមឈើខិតខំប្រឹងប្រែងដោយឈរឡើងនៅក្រោមអាកាសធាតុគ្រប់ប្រភេទនិងគ្រប់រដូវកាលមានពេលទទួលរងនៅកម្ដៅដ៏ក្ដៅហួតហែងមានពេលឈរនៅក្រោមដំណក់ទឹកភ្លៀងដ៏ត្រជាក់ជាប់រាប់ម៉ោងមានពេលខិតខំប្រឹងប្រែងបន្តរស់ក្រោមព្រិលក្រាស់ក្រែលនៃរដូវរងារាប់សិបថ្ងៃនិងមានពេលខ្លះទៀតវាទទួលរងនូវខ្យល់ព្យុះបក់បោកយ៉ាងព្រៃផ្សៃដោយគ្មានក្តីមេត្តាថែមទៀតផងក៏ប៉ុន្តែយើងនៅតែអាចមើលឃើញវត្តមាននៃដើមឈើទាំងនោះឈរនៅបានយ៉ាងរឹងមាំនិងនៅរស់រានមានជីវិតដដែលហេតុអ្វីនេះក៏ព្រោះតែវាចេះសម្របខ្លួនទៅតាមអាកាសធាតុឬរដូវកាលនីមួយៗនិងមានការខិតខំជំនះនៅរាល់ឧបសគ្គដោយការប្រឹងប្រែងចាក់ឫសរបស់វាយ៉ាងជ្រៅចូលទៅក្នុងដីព្រមទាំងខិតខំប្រឹងប្រែងស្រូបយកនូវជីវជាតិដើម្បីយកទៅចិញ្ចឹមគ្រប់ផ្នែកនៃរាងកាយរបស់វាកត្តានេះហើយទើបបានជាវាអាចមានភាពធន់និងរឹងមាំបែបនេះចំពោះហេតុការណ៍នៃជីវិតរបស់មនុស្សយើងម្នាក់ៗវិញក៏មិនខុសប្លែកអំពីរឿងរ៉ាវដែលដើមឈើមួយដើមបានទទួលរងនោះដែរយើងមិនអាចគេចផុតពីឧបសគ្គនៅក្នុងដំណើរជីវិតរបស់យើងបាននោះឡើយហើយយើងរឹតតែមិនអាចនៅស្ងៀមមួយកន្លែងដើម្បីបញ្ជៀសនៅរាល់បញ្ហាជីវិតបាននោះដែរផ្ទុយទៅវិញអ្វីដែលយើងត្រូវធ្វើដើម្បីយកឈ្នះនិងដើម្បីដកខ្លួនចេញពីរណ្ដៅនៃទុក្ខលំបាកទាំងនោះគឺត្រូវប្រឹងប្រែងពាក្យថាប្រឹងប្រែងគឺចង់សម្ដៅឲ្យមានការខិតខំព្យាយាមក្រោកឈរឡើងដោយមិននៅស្ងៀមតាំងជំហរឲ្យរឹងមាំនិងមិនទម្រិនទៅតាមបញ្ហាខំឲ្យអស់ពីសមត្ថភាពមុននឹងចុះចាញ់ពោលគឺខំធ្វើខំរៀនខំរកខំដោះស្រាយនិងកុំភ្លេចខំធ្វើរឿងល្អត្រឹមត្រូវជាប្រយោជន៍រួមផងជាការពិតដែលថាជ័យជំនះភាពរីកចម្រើននិងភាពជោគជ័យគឺតែងតែប្រសូតចេញពីការខិតខំប្រឹងប្រែងជានិច្ចដោយសុភាសិតខ្មែរបានពោលថាបើចង់ចេះឲ្យប្រឹងរៀនបើចង់មានឲ្យប្រឹងរកពិតណាស់ប្រសិនជាយើងម្នាក់គ្មានការខិតខំប្រឹងប្រែងទេនោះយើងក៏ហាក់ដូចជាមនុស្សស្លាប់អញ្ចឹងដែរគឺស្លាប់ទាំងបើកភ្នែកស្លាប់ទាំងដង្ហើមនៅដកនឹងឯងតើអ្នកដឹងទេថាការមិនខិតខំប្រឹងប្រែងធ្វើឲ្យអ្នកស្លាប់ឬបាត់បង់អ្វីខ្លះមានការជាច្រើនដែលយើងបាត់បង់ទៅដោយព្រោះតែយើងមិនមានការខិតខំប្រឹងប្រែងហើយការទាំងនោះរួមមានដូចជាយើងនឹងបាត់បង់ការរស់នៅមួយដែលមានសេរីភាពនិងភាពរីករាយនេះក៏ដោយសារតែយើងបន្តរស់នៅក្នុងសម្ពាធនិងបញ្ហាមិនព្រមខិតខំប្រឹងប្រែងដោះស្រាយវាឲ្យបានចប់សពគ្រប់យើងនឹងបាត់បង់នូវភាពរីកចម្រើនក្នុងជីវិតនេះក៏ព្រោះតែយើងមិនប្រឹងប្រែងរៀនសូត្រនិងមិនខំប្រឹងអភិវឌ្ឍខ្លួនឲ្យកាន់តែខ្លាំងយើងនឹងបាត់បង់នូវឱកាសល្អៗសម្រាប់ជីវិតយើងនឹងបាត់បង់នូវគុណតម្លៃជីវិតក្នុងនាមជាអ្នកប្រឹងប្រែងនិងតស៊ូមួយរូបយើងនឹងបាត់បង់នូវសក្តានុពលដែលជីវិតសមនឹងទៅដល់យើងនឹងគ្មានឱកាសក្លាយជាជំនួយដល់អ្នកដទៃនោះឡើយមិនថាជីវិតជួបរឿងអ្វីឬទៅដល់ចំណុចណានោះទេត្រូវស្ពាយឲ្យជាប់នៅពាក្យថាប្រឹងប្រែងនិងធ្វើវាឲ្យដល់ទីបំផុតកុំទាន់លើកទង់សចោះចាញ់បើអ្នកមិនទាន់បានប្រឹងប្រែងផងនោះខំប្រឹងរៀនខំប្រឹងរកខំប្រឹងធ្វើខំប្រឹងដោះស្រាយខំប្រឹងប្រព្រឹត្តធ្វើនៅរឿងល្អៗនោះអ្នកនឹងយល់បានកាន់តែច្បាស់ពីអត្ថន័យនិងគុណតម្លៃនៃជីវិតច្រើនជាងនេះទៅទៀតអ្នកនឹងរស់នៅក្នុងជីវិតមួយដែលរឹតតែមានក្តីសង្ឃឹមភាពរីករាយនិងភាពចម្រុងចម្រើនត្រូវចាំទុកថាការខិតខំប្រឹងប្រែងមិនដែលក្បត់អ្នកនោះទេតោះប្រឹងប្រែងទាំងអស់គ្នាណា